ស្ដីបងប្អូនទាំងអស់គ្នាចាមានបរិសម្នាក់វ័យ62ឆ្នាំគាត់មានកាយសម្បទាមាំមួនគាត់រត់ជារៀងរាល់ថ្ងៃចាហើយគោលបំណងគាត់តែគាត់រត់ហ្នឹងគឺគាត់ចង់បាននេះថាក្នុងមួយខ្សែខែមួយខូតវាហ្នឹងក្នុងមួយខ្សែវាហ្នឹងគឺមួយជុំវាហ្នឹងគឺ3ម៉ោង45នាទីហ្នឹងគឺគោលបំណងគាត់ទៅរត់ជារៀងរាល់ថ្ងៃឲ្យតែម៉ោង4ព្រឹកអញ្ចឹងគាត់នាំគ្នាទៅរត់ហើយបច្ចុប្បន្នគាត់រត់បាន2ម៉ោងគឺបាន17គីឡូប៉ុន្តែអកុសលអ្វីថ្ងៃមួយគាត់ត្រឡប់មកពីរត់នឹងវិញក៏បានគ្រោះថ្នាក់ចរាចរណ៍ចានៅពេលដែលគ្រោះថ្នាក់ចរាចរណ៍គេបានបញ្ជូនគាត់ទៅពេទ្យគេថាខួរក្បាលគាត់ត្រូវបានស្លាប់អញ្ចឹងណាអញ្ចឹងនៅពេលដែលខួរក្បាលត្រូវបានស្លាប់គឺគាត់អត់ដូចមនុស្សទូទៅទេក៏គាត់សម្រេចចិត្តថាគាត់រស់នៅក៏ដូចអត់មានប្រយោជន៍អីដែរយើងនៅតែគេងលើក្រែគាត់សម្រេចចិត្តថាគាត់នឹងបរិច្ចាគគ្រឿងក្នុងរបស់គាត់ហ្នឹងឲ្យទៅជនឬក៏បងប្អូនណាដែលត្រូវការពេលនោះក៏គាត់បានបរិច្ចាគសួតថ្លើមហើយនឹងកលៀនខាងស្ដាំខាងឆ្វេងនិងគ្រាប់ភ្នែករបស់គាត់ទៅឲ្យមនុស្សចំនួន5នាក់ចាហើយគាត់ឈ្មោះថាគីមណាមយ៉នចាអាយុ62ឆ្នាំហើយនេះគឺជាការបញ្ជាក់មកពីខាងពេទ្យនៅខាងថេគូនៅខាងកាតូលិកព្រះខាងវ៉នណាបងប្អូនខាងពេទ្យខាងហ្នឹងគាត់និយាយទៅគាត់គ្រួសារពិបាកគាត់ចាប់ផ្ដើមធ្វើការតាំងពីអាយុវ័យក្មេងហើយប៉ុន្តែឥឡូវគាត់ចាស់វិនវ័យយ៉ាងចំណាស់ក៏ដោយក៏គាត់ទៅមើលថែចាភ្នំកុំឲ្យភ្លើងឆេះកុំឲ្យអញ្ចឹងហើយវិញទៀតក៏បានទៅរៀនខាងផ្នែកគេហៅថាស៊ូអខាងផ្នែកនេះជនពិការនិយាយស្ដាប់គ្នាអត់បានណាគាត់ទៅរៀនខាងហ្នឹងដើម្បីជួយជនពិការហើយគាត់ស្រឡាញ់សត្វណាគាត់រស់នៅជាមួយសត្វអីចឹងទៀតប៉ុន្តែគោលបំណងដែលគាត់ចង់រត់បាន3ម៉ោង45នាទីហ្នឹងគឺមិនបានសម្រេចដូចជាគោលបំណងទេអញ្ចឹងហើយបងប្រុសរបស់គាត់នឹងសម្រេចគោលបំណងរបស់ប្អូនគាត់នឹងខំប្រឹងចារត់ដើម្បីយក3ម៉ោង40នាទីហ្នឹងដើម្បីបំពេញគោលបំណងរបស់ប្អូនរបស់គាត់អញ្ចឹងណាចាសូមអរគុណនិងជម្រាបលា